សន្ទុះប្រាក់ដុល្លារបានធ្លាក់មកនៅក្រោមកម្រិត 99.5 កាលពីថ្ងៃសុក្រដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាង2សប្តាហ៍បន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំបានគម្រាមយកពន្ធ 50% លើសហគមន៍អឺរ៉ុបដែលនឹងចាប់ផ្ដើមអនុវត្តនៅក្នុងខែមិថុនាខាងមុខនេះប្រសិនបើជាគម្រោងយកពន្ធ 50% លើសហគមន៍អឺរ៉ុបត្រូវបានចូលជាធរមានមែននោះវានឹងនាំឲ្យមានការរាំងស្ទះនិងប៉ះពាល់ដល់ទីផ្សារនាំចេញរបស់សហរដ្ឋអាមេរិកនិងតម្រូវការប្រាក់ដុល្លារមិនមានកំណើនផងដែរទោះបីជាយ៉ាងណាក៏ដោយការគម្រាមកំហែងនេះបានបង្កើនឲ្យមានការព្រួយបារម្ភបន្ថែមឡើងវិញអំពីគោលនយោបាយពាណិជ្ជកម្មដ៏ក្តៅគគុកនិងមិនអាចទាយទុកជាមុនបានដោយប្រធានាធិបតីដូណាល់ត្រាំដែលនេះជាមូលហេតុធ្វើឲ្យទាំងទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិមានការធ្លាក់ចុះផ្ទុយទៅវិញវាក៏បានជំរុញឲ្យរូបិយប័ណ្ណទីផ្សារភាគហ៊ុននិងទីផ្សារមូលបត្របំណុលនៅអឺរ៉ុបនិងអាស៊ីមានការកើនឡើងជាងសហរដ្ឋអាមេរិកផងដែរនៅក្នុងខែនេះដោយឡែកនៅព្រឹកថ្ងៃច័ន្ទក្នុងសប្តាហ៍នេះយើងឃើញថាសន្ទុះប្រាក់ដុល្លារបានបន្តធ្លាក់ចុះដល់កម្រិត 98.7 បន្ថែមទៀតបន្ទាប់ពីគម្រោងកាត់ពន្ធថ្មីដែលអនុម័តដោយសភាជាន់ទាបជាការបារម្ភអំពីការពង្រីកអនុភាពថវិកាបន្ថែមទៀតរបស់សហរដ្ឋអាមេរិកប៉ុន្មានថ្ងៃបន្ទាប់ពីទីភ្នាក់ងារវាយតម្លៃបានបន្ទាបក្រេឌីតរបស់សហរដ្ឋអាមេរិកអំពីបញ្ហាការកើនឡើងបំណុលប្រមាណ 36,000 លានដុល្លារយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាតម្លៃមាសបានកើនឡើង 1% កាលពីថ្ងៃសុក្រហើយកំពុងបន្តកើនឡើងមួយសប្តាហ៍កន្លងទៅដែលធ្វើឲ្យប្រាក់ដុល្លារមានការធ្លាក់ចុះនិងដោយសារតែការព្រួយបារម្ភអំពីសារពើពន្ធកាន់តែអាក្រក់របស់សហរដ្ឋអាមេរិកបានបង្វែរឲ្យអ្នកវិនិយោគឈ្គោះងាកទៅរកមាសដែលជាទ្រព្យមានសុវត្ថិភាពលោក Giovanni អ្នកវិភាគរបស់ក្រុមហ៊ុន UBS បាននិយាយថាគម្រោងពន្ធរបស់ប្រធានាធិបតី Donald Trump កំពុងធ្វើឲ្យតម្លៃមាសមានការកើនឡើងខណៈដែលមានការព្រួយបារម្ភអំពីភាពអវិជ្ជមានសម្រាប់ស្ថានភាពសារពើពន្ធប៉ះពាល់ដល់ប្រាក់ដុល្លារដែលអ្នកវិនិយោគមួយចំនួនកំពុងលក់មូលបត្របំណុលហើយងាកមកទិញមាសជំនួសវិញយើងក៏បានឃើញទិន្នផលមូលបត្របំណុលដែលហៅថា yield ដែលមានរយៈពេល30ឆ្នាំបានកើនឡើងខ្លាំងក្នុងប្រមាណសប្តាហ៍ថ្មីនេះបង្ហាញឲ្យឃើញថាទីផ្សារចាប់ផ្ដើមមានការប្រុងប្រយ័ត្នតាក់ទងទៅនឹងស្ថានភាពសារពើពន្ធផងដែរប្រាក់ដុល្លារបានធ្លាក់ចុះ 0.5% ហើយក៏ជាការធ្លាក់ចុះប្រចាំសប្តាហ៍ដ៏ច្រើនបំផុតរបស់ខ្លួនចាប់តាំងពីថ្ងៃទី7ខែមេសាមកដែលធ្វើឲ្យតម្លៃមាសក៏មានការឡើងថ្លៃត្រឡប់មកវិញផងដែរសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកដែលធ្វើការបោះឆ្នោតដោយគណៈបក្សសាធារណរដ្ឋកាលពីថ្ងៃពហុបានបោះឆ្នោតអនុម័តច្បាប់កាត់បន្ថយពន្ធដ៏ច្រើននិងគម្រោងចំណាយដែលនឹងធ្វើតាមរបៀបវារៈគោលនយោបាយជាច្រើនរបស់លោកត្រាំដែលធ្វើឲ្យប្រទេសសហរដ្ឋអាមេរិកមានបំណុលរាប់ពាន់លានដុល្លារបន្ថែមទៀតកាលពីសប្តាហ៍មុនក្រុមហ៊ុន Moody បានទម្លាក់តម្លៃ credit របស់សហរដ្ឋអាមេរិកដល់ចំណុច AA1 ដោយលើកឡើងពីការព្រួយបារម្ភអំពីការកើនឡើងបំណុលរបស់ខ្លួនចំនួន 36,000 លានដុល្លារក្តីបារម្ភនាពេលថ្មីនេះអំពីអនុភាពសហរដ្ឋអាមេរិកបានបង្កើនតម្រូវការមាសមានការកើនឡើងបន្ថែមទៀតដែលជាបច្ច័យធ្វើឲ្យតម្លៃមាសមានការកើនឡើងមាសត្រូវបានគេមើលឃើញថាជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពក្នុងអំឡុងពេលមានភាពមិនប្រក្រតីខាងនយោបាយនិងហិរញ្ញវត្ថុ